ក្រុមនឹងជំរាបសួរបងប្អូនក្នុង YouTube ទាំងអស់គ្នាហើយក៏សូមស្វាគមន៍ក្នុងការវិលត្រឡប់មកកាន់ជាមួយនឹងមេរៀនទី7អញ្ចឹងតើតើជាមួយនឹងមេរៀន Facebook សម្រាប់អ្នកថ្មីហើយនៅក្នុងមេរៀនទី7នេះផងដែរគឺមកបង្ហាញអំពីដំណោះស្រាយនៅពេលដែល account បរទេសឬក៏យើងហៅថា admin បរទេសរបស់យើងពេលបង្កើតមកបានពីមួយថ្ងៃក្រោយវាជាប់180ថ្ងៃអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញដំណោះស្រាយក្នុងការជាប់180ថ្ងៃហើយសូមបញ្ជាក់ផងដែរថាគ្រប់ account ទាំងអស់ដែលយើងបង្កើតវាមាន account ខ្លះគឺវាអត់ជាប់ account ខ្លះក៏វាជាប់នឹងវាជាបញ្ហាដែលវាជាប់នឹងហើយសម្រាប់ដំណោះស្រាយនៅពេលដែលបង្កើតគឺខ្ញុំបានលើកឡើងក្នុងមេរៀនមុនហើយគាត់ថាវាមិនជៀសបាន 100% ទេតែយើងអាចជៀសបានច្រើនអូខេហើយបើក្នុងករណីវាជាប់ក៏វាមាន2ប្រភេទទៀតពេលខ្លះជាប់ទៅគឺវាខូចយកមកមិនន័យថាគេអត់ឲ្យជំរើសយើងដោះស្រាយទេបើន័យថាជាប់180ថ្ងៃគឺគេប្លុកយើងចោលមកអត់មានកន្លែងយើង appeal ឬមួយក៏ submit appeal អីទេប៉ុន្តែក្នុងករណីមួយទៀតដូចខ្ញុំបងទៅបង្ហាញនេះគឺគេមានកន្លែងឲ្យយើងតវ៉ាអញ្ចឹងណាដើម្បីយើងបាន account ហ្នឹងមកប្រើប្រាស់វិញនៅពេលដែលយើងបង្កើតភ្លាម account បរទេសហ្នឹងបានរយៈពេល 2-3 ថ្ងៃក្រោយគឺវាជាប់180ថ្ងៃពេលបង្កើត clip ពេលបង្កើតភ្លាមពេលខ្លះវាអត់អីទេប៉ុន្តែ 2-3 ថ្ងៃក្រោយទៅវាជាប់ណាចឹងបើក្នុងករណីគេយកឲ្យយើង appeal ចឹងយើងចូលមកដោះស្រាយមកហើយក្នុងវីដេអូនេះគឺជូនទៅសម្រាប់បងប្អូនយើងដែលអត់ចេះដោះស្រាយនៅពេលដែលវាជាប់ចឹងបងប្អូនចូលមកកាន់ account ដែលយើងជាប់នឹងមកហើយចូលមកដំបូងវាអត់បង្ហាញដូចខ្ញុំទេចូលមកដំបូងវាមានពាក្យមួយឲ្យយើងចុច appeal នៅកន្លែងនេះណាប៉ុន្តែមុននឹងខ្ញុំប៉ះដៃហើយចឹងវាចូលដល់កន្លែងហ្នឹងហើយពេលបងប្អូនចូលមកវាដាក់ជាប់180ថ្ងៃចឹង suspend បន្ទាប់មកវាមាន load ពាក្យ appeal ពាក្យថា appeal ពណ៌ Q1 ចឹងសូមបងប្អូនធ្វើការចុចពាក្យ appeal កន្លែងហ្នឹងវានឹងចូលមកដល់ប្រទាំងដូចខ្ញុំបែបនេះណាអូខេចឹងបន្ទាប់ពីចូលដល់ប្រទាំងបែបហ្នឹងគឺគេឲ្យយើង confirm ជាមួយនឹងអក្សរនេះចឹងអក្សរដែលគេសរសេរគូសកវិញកវាងបងប្អូនបណ្ឌិតមើលហើយតោះមកយើងមកវាយកន្លោននេះចឹងវាយកុំឲ្យខុសណាបើគេប្រើអក្សរធំវាយអក្សរធំបើគេប្រើលេខវាយលេខហើយបើគេប្រើអក្សរតូចយើងវាយអក្សរតូចតាមគេទៅអូខេចឹងឥឡូវនេះគឺខ្ញុំនឹងធ្វើការវាយឲ្យបងប្អូនយើងមើលហើយបើក្នុងករណីអក្សរដែលគេសរសេរហ្នឹងយើងមើលទៅអត់ច្បាស់ចឹងយើងអាចចុចលេខ send សាថ្មីប៉ុន្តែបើយើងច្បាស់ហើយយើងចុចមកចឹងគេផ្ដើមពីអក្សរ B បន្ទាប់មកគឺលេខ4បន្ទាប់មកគឺលេខ3ហើយបន្ទាប់មកនៅត្រង់កន្លែងនេះគឺជាមិនលេខ2ណាបងប្អូនពិនិត្យមើលច្បាស់គឺអក្សរ set set ជាងមើល set តូចជាមួយ set ធំក៏ដែរ set តូចបន្ទាប់មកគឺ A បន្ទាប់មកគឺ P ប៉ុណ្ណឹងហើយយើងពិនិត្យមើលថាវាត្រឹមត្រូវហើយសូមធ្វើការចុចពាក្យថា confirm កន្លែងក្រោមហ្នឹងបើសិនជាក្នុងករណីយើងដេញខុសគឺគេឲ្យយើងនេះម្ដងទៀតណាកន្លែងហ្នឹងចឹងនៅត្រង់ចំណុចហ្នឹងគឺគេឲ្យយើងដេញ selfie ជាវីដេអូចឹងកន្លែងហ្នឹងគឺយើង selfie កាមេរ៉ាចឹងក្នុងការដោះនេះគឺយើងធ្វើការដោះលើទូរស័ព្ទដៃណាហើយកាមេរ៉ារបស់យើងត្រូវតែច្បាស់គឺគេឲ្យយើង record ជាវីដេអូនៅពេលដែលយើងចុចកន្លែងនេះចឹងបងប្អូនយើងធ្វើការ record មុខយើងមកអូខេចឹងយើង record មុខណាចឹងកន្លែងហ្នឹងយើង record មុខឲ្យរកកន្លែងមានពន្លឺឲ្យច្បាស់បន្តិចមកយើង record មុខយើងទៅអ៊ីងពីឆ្វេងស្ដាំណាចឹងកន្លែងហ្នឹងខ្ញុំសូមធ្វើការ record មុខខ្ញុំបន្តិចសិនហើយចាំផុតកន្លែងហ្នឹងចាំខ្ញុំបន្តនិយាយប្រាប់បងប្អូនទៀតអូខេអរគុណចឹងនៅត្រង់កន្លែងមិញគឺគេឲ្យយើង selfie មុខយើងចឹងយើងដាក់ឲ្យឃើញមុខយើងទៅហើយកុំឲ្យមានពលឺក្តែវាកង់ខ្លាំងពេកឲ្យទៅឲ្យច្បាស់យើងរកកន្លែងដែលច្បាស់មកហើយយើងងាកងើយកយើងឡើងទៅលើហើយយើងងាកឆ្វេងងាកស្ដាំតាមគេណែនាំយើងងាកចុះងាកឡើងណាហើយឲ្យវា record យើងអូតូទៅបន្តមកដល់កន្លែងនេះហើយចឹងដល់កន្លែងហ្នឹងគឺគេឲ្យយើងនេះ submit យកវីដេអូ selfie ចឹងបញ្ហាហ្នឹងគឺគេចង់បញ្ជាក់យើងថាការបង្កើត account នេះមិនមែនជាដេញ fake ណាមិនន័យថាគេចង់បញ្ជាក់យើងឲ្យយើង selfie មុខយើងដើម្បីបញ្ជាក់ថាយើងជាមនុស្សពិតប្រាកដដែលបង្កើត account បរទេសនឹងឡើងមកចឹងយើងធ្វើការ submit ទៅបន្ទាប់ពីយើង OK ចឹងហើយចឹងយើងចុច submit ខាងក្រោមអូខេចឹងកំពុងតែ uploading your information ណាអូខេចឹងវាកំពុងតែដំណើរការហើយយើងរងចាំតិចណាបន្ទាប់មកនៅត្រង់កន្លែងហ្នឹងគឺ identity confirmation in process អូខេចឹងកន្លែងហ្នឹងវាកំពុងតែដំណើរការហើយយើងគេឲ្យយើងរងចាំរយៈពេល48ម៉ោងណាចឹងជាបទពិសោធន៍ក៏តុង2ថ្ងៃ3ថ្ងៃហ្នឹងគឺដោះបានហើយណាបើសិនជាក្នុងករណីយើង selfie បែបហ្នឹងហើយក្នុងការដោះ180ថ្ងៃនេះវាមានច្រើនប្រភេទដែរប្រភេទខ្លះវាឲ្យយើង upload ជារូបភាពអត់ឲ្យយើង selfie បែបហ្នឹងទេបើក្នុងករណី account បងប្អូនជាប់ទៅគឺគេឲ្យយើងដេញនេះណាគេឲ្យយើង upload រូបភាពចូលចឹងយើងមានរូបភាពដែលជារូបភាពរបស់យើងផ្ទាល់ហ្នឹងគឺយើងធ្វើការ upload ចូលទៅគឺវាអូខេហើយកន្លែងហ្នឹងណា
តែតើជាមួយនឹងការអភិលទៅលើការជាប់180ថ្ងៃហើយនៅក្នុងនេះផងដែរខ្ញុំសូមបញ្យល់ពាក់ព័ន្ធជាមួយនឹងការជាប់នេះយើងអត់អាចជាបង្កើតគ្រប់ account គឺល្អទាំងអស់ទេពេលខ្លះយើងបង្កើតភ្លាមមកពី2ថ្ងៃអត់ជាប់អាចទៅជាប់ 4-5 ថ្ងៃក្រោយគ្រាន់តែថា account ដែលធ្លាប់ជាប់180ថ្ងៃហើយនៅពេលដែលយើងដោះបានគឺវារឹងមាំណាវារឹងមាំក្នុងការដែលយកទៅកាន់ page ហ្នឹងគឺវាអត់ងាយជាប់ទៀតទេចឹងពាក់ព័ន្ធជាមួយនឹង account 180ថ្ងៃដែលយើងហៅថា suspend ហ្នឹងគឺបើសិនជាវាជាប់ដំបូងហើយគឺយើងដោះបានវារឹងមាំនៅថ្ងៃក្រោយអាហ្នឹងគេតែងតែហៅថា suspend ឬក៏ check point ណាកន្លែងហ្នឹងណាចឹងមូលហេតុដែលវាជាប់ដោយសារតែក្នុងការបង្កើត account បរទេសគឺច្រើនមែនតើហើយដឹងហើយយើងដឹងថាអ្នកធ្វើ Facebook គឺមានច្រើនទាំងខ្ញុំទាំងបងប្អូនយើងទាំងមេអញ្ចឹងម្នាក់មាន account បរទេសក្នុងដៃយ៉ាងតិចក៏ខ្ទង់30 account ឡើងដែរនឹងខ្ញុំនិយាយពីតិចហើយបើច្រើនគេរាប់រយរាប់ពាន់ account នេះបើខ្ញុំនិយាយថាអ្នកដែលធ្វើមើលតិចក៏ចាប់ពី30 account ឡើងនៅក្នុងដៃអញ្ចឹងហើយវាគេ system គេក៏គេឆ្ងល់ក្នុងការបង្កើតច្រើនណាទៅធ្វើឲ្យគេចាប់ទៅលើ180ថ្ងៃពេលខ្លះវាមានជាកំហុសយើងឯងដោយសារតែមានការបង្កើត account ច្រើនពេកក្នុងមួយរយៈហ្នឹងណាជាងហើយ system គេត្រូវការបញ្ជាក់បន្ថែមគឺគេដាក់ឲ្យយើងជាប់180ថ្ងៃហើយបើយើងអត់ដោះស្រាយគឺនឹងជាប់មែនតែនហើយបើយើងដោះស្រាយ account ហ្នឹងគឺភាគរយសង្ឃឹមថាបានទៅវិញអូខេហើយនេះគឺជា account ដែលខ្ញុំបង្កើតថ្ងៃមុនដែលខ្ញុំក្នុងការបង្កើតណាខ្ញុំបង្កើតថ្ងៃមុនវាអត់អីទេបន្ទាប់មកបាន 3-4 ថ្ងៃក្រោយមកគឺវាជាប់180ថ្ងៃចឹងដូចខ្ញុំនិយាយចឹងវិធីដែលកិច្ចគឺខ្ញុំបាននិយាយហើយគាត់ថាវាអត់ 100% ទេខ្ញុំបានលើកឡើងនៅការកិច្ច180ថ្ងៃណាបើយើងប្រើវិធីនោះគាត់ថាវាមិន 100% ទេប៉ុន្តែភាគរយវាអាចកិច្ចបានច្រើនខ្ញុំនិយាយចឹងវាតើទៅលើការងារហ្នឹងយើងអត់មាន 100% ច្បាស់ទៅលើវា 100% ទេគាត់តែចំណុចខ្លះដែលល្អខ្ញុំលើកឡើងមកថាយើងអាចកិច្ចបានខ្លះចឹងយើងអនុវត្តទៅហើយបើសិនជាវាជាប់នឹងយើងដោះស្រាយវាបែបហ្នឹងហើយបើក្នុងករណីជាប់ខ្លះគឺវាអត់ឲ្យយើងដោះស្រាយនឹងយើងបោះចោលទៅបើជឿក្បាលទេទៅបង្កើត account ថ្មីហើយបើមានកន្លែងដោះស្រាយដូចខ្ញុំចេះអាហ្នឹងយើងធ្វើតាមបែបហ្នឹងមកណាបើគេឲ្យ upload រូបភាពយើង upload រូបភាពឃើញថាមួយរយៈក្រោយនេះទៅលើ account ដែលជាប់គឺគេលែងឲ្យយើង upload រូបភាពចូលដូចមុនទេឥឡូវនេះគឺគេឲ្យយើង selfie ជាវីដេអូតែម្ដងចឹងបងប្អូនយើងធ្វើបែបហ្នឹងមកគឺវាយើងរងចាំទៀតទៅរងចាំរយៈពេល48ម៉ោងជាបទពិសោធន៍របស់ខ្ញុំនៅពេលដែលគេឲ្យយើង confirm ប្រភេទនេះណាគឺកម្រថាអត់បានណាគឺយើងអាចសង្ឃឹមបានច្រើនថាវានឹងបានមកវិញណាអញ្ចឹងនៅពេលដែល account នឹងបានមកវិញខ្ញុំនឹង update ព័ត៌មានជូនទៀតហើយយើងនឹងត្រូវរៀបចំអ្វីបន្ទាប់ទៀតណាអូខេអញ្ចឹងវីដេអូនេះគឺអត់មានអ្វីច្រើនទេគឺមានតែប៉ុណ្្នឹងហើយសម្រាប់នៅពេលដែលយើងដោះបានហើយគឺយើងនឹងរឹងមាំតាមបទពិសោធន៍គឺវាកំប្រនឹងខូច check point នឹងតទៅទៀតអូខេហើយពេលដែលយើងចាប់ location អានឹងខ្ញុំនឹងបញ្ចូលបន្ថែមទៀតថាយើងត្រូវរៀបចំវាមិនព្រោះបញ្ហារបស់យើងគឺយើងប្រើ mail របស់ដេញ Outlook Microsoft យើងទៅបង្កើតចឹងប្រភេទ mail ហ្នឹងក៏វាមិនសូវសុវត្ថិភាពប្រហែលដែរបើក្នុងករណី mail ហ្នឹងវាខូចក៏ជាបញ្ហាដែរចឹងដើម្បីការពារ account នេះចាំបងប្អូនយើងត្រៀម email ខ្មែរមួយណា email ដែលយើងបង្កើតនៅខ្មែរប្រើលេខទូរស័ព្ទខ្មែរហ្នឹងវាជាប្រភេទ gmail@gmail.com ចឹងយើងមាន mail មួយដែលស្អាតត្រៀមចាំក្នុងវីដេអូក្រោយខ្ញុំនឹងប្រាប់អំពីការញាត់ mail ខ្មែរចូលវាមិនមែន mail ខ្មែរទេគ្រាន់តែ mail នេះយើងបង្កើតដោយប្រើលេខទូរស័ព្ទខ្មែរណាអាប្រភេទ @gmail.com អា mail ដែលយើងប្រើទូទៅក្នុង YouTube ដើម្បីមើល YouTube មើលអីហ្នឹងចឹងយើងនឹងយក email ហ្នឹងដែលមិនធ្លាប់មានការ add ទៅលើ Facebook ផ្សេងគឺយើងយក email ហ្នឹងមកញាត់ចូល account បរទេសរបស់យើងចឹងនៅក្នុងវីដេអូក្រោយខ្ញុំនឹងប្រាប់ឲ្យបងប្អូនយើងត្រៀម email មួយទៅហើយសួរយើង add email នៅខ្មែរនេះពេលណាគឺ add នៅពេលដែល account របស់យើងគឺចាប់ primary បានបើ account យើងមិនទាន់ចាប់ primary ទេយើងមិនទាន់ add ទេព្រោះយើងអត់ដឹងថា account ហ្នឹងគឺវាខូចឬក៏វារស់ទេចឹងចាំពេលដែលវាចាប់ primary ចាំយើង add ណាអូខេគាត់ថាយើងត្រៀមទុកឲ្យហើយមកហើយមុននឹងបង្កើត page គឺខ្ញុំនឹងបញ្ចូលអំពីការការពារ account ដូចជាការចាក់ to Twitter to FA នេះហើយជាមួយនឹង add ព័ត៌មានស្រង់ព័ត៌មានអីខ្ញុំនឹងបញ្ចូលហើយគឺខ្ញុំនឹងចូលទៅដល់ការបង្កើត page នឹងបង្ហាញពីការបង្កើត page ណាហើយក្នុងមេរៀននេះគឺខ្ញុំរៀនសម្រាប់អ្នកថ្មីទេ
ហើយបងប្អូនយើងចាស់ចេះហើយនឹងក៏សូមអធិស្ឋានយើងបាច់មើលវីដេអូនេះក៏បានដែរនេះគាត់ជាមូលដ្ឋានគ្រឹះទេដែលយើងចាប់ផ្ដើមបើយើងអ្នកចាស់ហើយប្រកាសជាចេះច្បាស់គាត់ថាបើសិនជាចង់មើលអត់អីអាចមើលបានគាត់ថាបើសិនជាពេលខ្លះអ្នកចាស់គាត់ឃើញវីដេអូបែបនេះគាត់អាចធុញវីដេអូដែលថាដូចខ្ញុំបានបញ្ជាក់ពីដើមអញ្ចឹងថាខ្ញុំនឹងបរៀនសម្រាប់អ្នកថ្មីដែលចង់អូខេតែប៉ុណ្្នឹងទេអញ្ចឹងនៅក្នុងវីដេអូនេះគឺរបៀបដោះ account suspend ឬក៏ check point ឬក៏ហៅកាត់ថា account ជាប់180ថ្ងៃនេះពេលដែលបង្កើត admin របស់ទេថ្មីវាជាប់180ថ្ងៃអញ្ចឹងពីដោះគឺមានប៉ុណ្ណឹងហើយឥឡូវនេះគឺសូមបញ្ចប់វីដេអូប៉ុណ្ណឹងហើយកន្លែងនេះយើងអាចចុច finish មកអូខេប៉ុណ្ណឹងមកគឺវាចូលមកកន្លែងដើមវិញណាអូខេអញ្ចឹងវាចូលមកកន្លែងនេះវិញអញ្ចឹងគេឲ្យយើង check back មកវិញណាចាំមិនន័យថាគេឲ្យយើងត្រឡប់មកឆែកសារថ្មីវិញនេះគឺជាឈ្មោះ account យើងបង្កើតថ្ងៃមុនហ្នឹងយើងបាន appeal នៅថ្ងៃទី3 2025អូខេអញ្ចឹងគឺគេឲ្យយើងរកចាំបន្ទាប់ពីរយៈពេលតែ2ថ្ងៃក្រោយទៅ3ថ្ងៃបងប្អូនចូលមកឆែកមើលវិញមក account ហ្នឹងគឺបាទតាមបទពិសោធន៍ខ្ញុំដោះគឺវាអាចសង្ឃឹមខ្ពស់ក្នុងការដែលវាត្រឡប់មកវិញណាអូខេហើយប៉ុណ្ណឹងយើងអាចចុចកន្លែងនេះដើម្បី log out ចេញបានហើយចុចកន្លែងនេះមកយើងចុច log out ទៅលេង account យើងផ្សេងមកអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេក្នុងវីដេអូហ្នឹងហើយបើចាប់អារម្មណ៍ឬក៏ពេញចិត្តរាល់ការដែលខ្ញុំចែកម្លែកអ្នកអត់ទាន់បានចុច subscribe កុំភ្លេច subscribe ផងហើយក៏អរគុណដែលបានទស្សនាដល់ចប់បើមានកំហុសខុសឆ្គងឬមួយក៏ខ្ញុំនិយាយទៅមិនសមរម្យកន្លែងណាក៏សូមអធិស្ឋានផងអញ្ចឹងជម្រាបលាត្រឹមប៉ុណ្ណេះចោះជួបគ្នាជាមួយនឹងវីដេអូបន្តឬមួយក៏វីដេអូនៅខាងមុខទៀតអូខេអរគុណច្រើន